ផ្លូវដែលខ្ញុំធ្វើដំណើរមកអំបញ្ញមិញគឺស្អាតបាទវាធ្វើស្អាតតលមែនទេហើយខ្ញុំមកសារមុនខ្ញុំជិះម៉ូតូបាទខ្ញុំធ្វើដំណើរដោយម៉ូតូតែសារនេះខ្ញុំធ្វើដំណើរដោយ Pass-App ផ្ដិតយកទេសភាពស្អាតនោះស្អាតខាងមុខបងប្អូនស្អាតអូខេឡាំតិចទៀតខ្ញុំទៅដល់ហើយសូមទស្សនាទាំងអស់គ្នាបងប្អូននេះខ្ញុំជិះសូស្អាតមែនទែនបាទស្អាតមែនទែនហើយវត្តនៅលើភ្នំនឹងតែម្ដងបាទជ្រុះខាងកើតឈៀងខាងត្បូងនេះគឺចាក់សាបចាក់ថ្មស្អាតមែនទែនពីមុនមកគឺមានសណ្ដាផ្លូវតាមហ្នឹងបាទសណ្ដាផ្លូវតាមខាងបងឈៀងខាងកើតផ្លូវចុះមកក្រោមមកផ្លូវហ្នឹងមកសំដៅនឹងប្រាសាទនេះប្រាសាទនេះនៅខាងមុខនេះហើយតិចទៀតខ្ញុំទៅដល់ហើយប្រាសាទនឹងហៅប្រាសាទអីនោះខ្ញុំធ្លាប់មកថតម្ដងបាទស្អាតមែនទែនបងប្អូនហើយមកទស្សនាទាំងអស់គ្នានៅភ្នំជីសូមិនខ្វះអីហូបទេឲ្យតែមានលុយមកទស្សនាទាំងអស់គ្នាបាទទោះអ្នកអត់លុយក៏មកបានដែរមកផ្ដិតយកទេសភាពដែលស្រស់ស្អាតបងប្អូននៅរដូវខែវិសាបាទអរគុណច្រើនបងប្អូនទស្សនាវាបន្តទៀត